សួស្តីអ្នកទាំងអស់គ្នារឿងរបស់ខ្ញុំបានកាត់ឡើងនៅតាមផ្លូវមុខផ្ទះរបស់ខ្ញុំមានឡានមួយបានបុកខ្ញុំហើយគ្រោះថ្នាក់នោះបានធ្វើឲ្យមានរឿងកើតឡើងខ្ញុំត្រូវតែនិយាយថាវាធ្វើឲ្យខ្ញុំភ័យខ្លាំងណាស់រួមទាំងមនុស្សទាំងអស់នៅក្នុងផ្ទះផងដែរខ្ញុំមិនអាចទ្រាំទ្រនឹងហេតុការណ៍នេះបានទេសូមឲ្យខ្ញុំចាប់ផ្ដើមរឿងរបស់ខ្ញុំត្រូវតែប្រាប់វាម្ដងទៀតវាបានកើតឡើងពេលខ្ញុំមានអាយុ14-15ឆ្នាំនៅពេលនោះខ្ញុំរស់នៅជាមួយក្រុមគ្រួសាររបស់ខ្ញុំយើងជាគ្រួសារធំមួយកន្លែងដែលខ្ញុំរស់នៅគឺជាកន្លែងសម្រាប់ជីដូននិងជីតារបស់ខ្ញុំកន្លែងនោះត្រូវបានបែងចែកស្មើគ្នាសម្រាប់កុមារហើយមនុស្សម្នាក់ៗមានផ្ទះផ្ទាល់ខ្លួនដូច្នេះមានផ្ទះជាច្រើននៅក្នុងតំបន់នោះយើងរស់នៅក្នុងផ្ទះជាច្រើនផ្ទះជីដូនខ្ញុំផ្ទះជីតាខ្ញុំនិងផ្ទះឪពុកម្ដាយខ្ញុំយើងរស់នៅជាមួយគ្នានៅពេលនោះផ្លូវទៅផ្ទះនីមួយៗគឺដូចគ្នាមានផ្លូវតូចមួយមានរថយន្ត2គ្រឿងវាស្រដៀងគ្នាទៅនឹងផ្លូវទៅសាលារៀននៅខេត្តដទៃទៀតដែរមានផ្លាកសញ្ញាមួយនៅមុខផ្ទះរហូតដល់ថ្ងៃមួយវាជាថ្ងៃដែលខ្ញុំកំពុងវេសកាលខ្ញុំបងមើលទូរទស្សន៍នៅពេលល្ងាចភ្លើងមិនបើកទេដូច្នេះមានពន្លឺច្រើននៅក្នុងបន្ទប់ភ្លើងពីទូរទស្សន៍បានបើកហើយពន្លឺព្រះអាទិត្យក៏កំពុងចាំងចូលមកពេលខ្ញុំចូលគេងខ្ញុំមានអារម្មណ៍ងងុយគេងខ្ញុំមានអារម្មណ៍ថាខ្ញុំហៀបនឹងដេកលក់ប៉ុន្តែខ្ញុំបានព្យាយាមភ្ញាក់ពីដំណេកព្រោះខ្ញុំខ្លាចថាប្រសិនបើខ្ញុំងងុយគេងហើយភ្ញាក់ពីដំណេកនៅពាក់កណ្ដាលអាធ្រាត្រខ្ញុំនឹងមានអារម្មណ៍វិលមុខហើយឈឺក្បាលខ្ញុំបានព្យាយាមភ្ញាក់ពីដំណេកនៅពេលនោះស្រាប់តែមានសម្លេងខ្លាំងមួយបានបន្លឺឡើងវាដូចជាសម្លេងដែកធ្លាក់មកលើឥដ្ឋវាមានសម្លេងខ្លាំងណាស់វាខ្លាំងណាស់រហូតដល់បង្អួចផ្ទុះខ្ទេចខ្ទីពេលខ្ញុំឮដូច្នោះខ្ញុំក៏បញ្ញាប់ក្រោកឡើងមើលថាវាជាអ្វីមួយសន្ទុះក្រោយមកខ្ញុំក៏ក្រោកឈរឡើងខ្ញុំមើលទៅខាងក្រៅហើយអ្វីដែលខ្ញុំបានឃើញនោះគឺខ្ញុំបានឃើញឡានមួយវាជាឡានចាស់មួយវាមានពណ៌ប្រផេះនិងពណ៌មាសវាបានបុកជាមួយបង្គោលភ្លើងនៅមុខផ្ទះវាជាបង្គោលភ្លើងមួយនៅម្ខាងផ្លូវឡាននោះបានខូចវាជាប្រភេទឡានដែលខូចវាហាក់ដូចជាអ្នកបើកបរមិនអាចរស់រានមានជីវិតបានទេផ្នែកខាងមុខនៃរថយន្តត្រូវបានលើកទៅកុងសូលធុងទាំងមូលត្រូវបានរមួលលោហៈធាតុត្រូវបានខ្ទាតទៅទិសដៅផ្សេងគ្នាហើយដោយដែលយើងដឹងហើយថារថយន្តនោះជារថយន្តចាស់មួយវាជារថយន្តដែលគ្មានពងសុវត្ថិភាពខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំឈរនៅទីនោះទាំងបិទភ្នែកហើយខ្ញុំបានឃើញស្ត្រីចំណាស់ម្នាក់ដែលជាបងស្រីរបស់ឪពុកខ្ញុំនាងកំពុងឈរនៅពីមុខខ្ញុំដូច្នេះហើយនាងបានហៅមនុស្សនៅក្នុងផ្ទះហើយប្រាប់ពួកគេឲ្យចេញទៅជួយគ្នាទៅវិញទៅមកមិនយូរប៉ុន្មានស្ត្រីចំណាស់ទាំងនោះបានរត់តាមនាងតាមអ្វីដែលខ្ញុំបានឃើញខ្ញុំចង់ដឹងដូច្នេះខ្ញុំក៏រត់ចេញទៅមើលនៅមុខផ្ទះរបស់ខ្ញុំមានផ្លូវធំមួយមានគន្លង2នៅសងខាងផ្លូវនេះត្រូវបានបិទដោយរបងទទឹង2ម៉ែត្រដូច្នេះរថយន្តភាគច្រើនដែលឆ្លងកាត់មុខផ្ទះរបស់ខ្ញុំបើកបរលឿនណាស់ពេលខ្ញុំចុះពីឡានពិតជាខូចមែនវាប្រហែលជាបាក់ពីចម្ងាយមុនពេលផ្ទះកោងវាប្រហែលជាកោងហើយធ្លាក់ចូលទៅក្នុងរន្ធចំហៀងពេលខ្ញុំឡើងលើផ្លូវខ្ញុំបានបុកបង្គោលមួយហើយមិនបានជន់ហ្វ្រាំងសូម្បីតែបន្តិចហើយអ្នកវិញអ្វីដែលខ្ញុំបានឃើញនៅពេលនោះខ្ញុំបានឃើញថាអ្នកបើកបរជាស្ត្រីវាមិនមែនជាអ្វីដែលខ្ញុំគិតនោះទេព្រោះអ្នកបើកបរភាគច្រើនប្រហែលជាបុរសហើយអ្នកដឹងទេអ្វីដែលខ្ញុំភ័យខ្លាចហើយមិនអាចបង្ហាញរូបភាពនោះបាននោះគឺថាខ្ញុំបានឃើញស្ត្រីនោះដែលការរបស់នាងកោងទៅមុខហើយហូរឈាមពេញមុខប៉ុន្តែនៅតែមានសាច់ម្ដុំជាប់នៅម្ខាងដើម្បីកុំឲ្យក្បាលរបស់នាងធ្លាក់ចេញវាដូចជាកៅស្តើងមួយខ្ញុំអាចប្រាប់អ្នកថាប្រសិនបើខ្ញុំទាញដៃនាងឬទាញវាបន្តិចក្បាលនាងប្រកាសជាធ្លាក់ចេញនៅពេលនោះជង្គង់របស់ខ្ញុំទន់ខ្សោយខ្ញុំមិនអាចកម្រើកពោះវៀនរបស់ខ្ញុំបានទេដូច្នេះខ្ញុំបានដើរចេញហើយហៅរកជំនួយមនុស្សជាច្រើនដែលមិនចង់រំខានខ្ញុំបានដើរចូលមកហើយមានតែបរិសុទ្ធចំណាស់ដែលបានជួយខ្ញុំចតឡាននិងហៅរថយន្តសង្គ្រោះបន្ទាន់ខ្ញុំបានដើរត្រឡប់មកវិញប៉ុន្តែនៅពេលនោះពេលខ្ញុំដើរចេញពីកន្លែងនោះខ្ញុំបានងាកត្រឡប់មកវិញហើយនៅពេលនោះខ្ញុំបានឃើញអ្វីមួយដែលមិនគួរឲ្យជឿខ្ញុំបានឃើញស្ត្រីនោះកំពុងឡើងចេញពីឡានយឺតតាមកញ្ចក់ដែលបែកដែលកំពុងបុកនឹងបង្គោលភ្លើងហើយព្យាយាមចេញពីកុងសូឡាននិងបង្គោលភ្លើងនៅពីមុខគាត់យេគាត់មិនទាន់ស្លាប់ទេឈប់និយាយឥឡូវនេះចូលទៅខាងក្នុងហើយងូតទឹកពេលខ្ញុំនិយាយបែបនោះគាត់ស្រែកឡើងដោយភ្ញាក់ផ្អើលគាត់ប្រាប់ខ្ញុំឲ្យឈប់និយាយហើយបញ្ញាប់ដេញខ្ញុំទៅផ្ទះប៉ុន្តែខ្ញុំមិនអាចកម្រើកខ្លួនបានទេហើយពេលខ្ញុំងាកមើលម្ដងទៀតខ្ញុំឃើញស្ត្រីនោះកំពុងចុះពីឡានយឺតហើយពេលនាងចុះពីឡានមានលោលាក្បាលមួយនៅពីមុខនាងមុនពេលនាងដើរទៅខាងមុខដូចជានាងកំពុងដើរតាមផ្លូវខ្ញុំមានការងឿងឆ្ងល់ខ្ញុំមើលមិនឃើញថានាងកំពុងធ្វើអ្វីហើយខ្ញុំក៏មានការងឿងឆ្ងល់ដែរថាហេតុអ្វីបានជាបរិសុទ្ធចំណាស់ដែលឈរនៅខាងមុខមិនបានឃើញអ្វីដែលខ្ញុំឃើញថានាងកំពុងដើរនៅទីនោះមិនយូរប៉ុន្មានរថយន្តសង្គ្រោះបន្ទាន់និងរថយន្តសង្គ្រោះបន្ទាន់បានមកដល់ពេលពួកគេមកដល់ពួកគេបានប្រើរថយន្តសង្គ្រោះបន្ទាន់ដើម្បីបង្កភាពរញ៉េរញ៉ៃខ្ញុំបានឃើញរូបភាពផ្ទះរាល់ពេលវាទៅបានលាបពណ៌ក្រហមនិងខៀវហើយពណ៌ទៅបានផ្លាស់ប្ដូរពីស៊ីរ៉ែនដែលមាននៅលើឡាននីមួយហើយវាបានបង្ហាញថានៅពេលដែលពួកគេប្រើប្រាស់យានយន្តសង្គ្រោះបន្ទាន់មួយរយៈពួកគេអាចយកស្ត្រីនោះចេញបានសាកសពរបស់ស្ត្រីនោះនៅតែស្ថិតនៅក្នុងឡានខ្ញុំមានការងឿងឆ្ងល់សរុបមកអ្វីដែលខ្ញុំបានឃើញពីមុនឬអ្វីដែលខ្ញុំបានឃើញឬនោះជាអ្វីដែលគេហៅថាខ្មោចជាចុងក្រោយនៅយប់នោះមន្ត្រីបានចំណាយពេលមួយសន្ទុះហើយបានបញ្ចប់នៅប្រហែលពាក់កណ្ដាលអាធ្រាត្រភាពរញ៉េរញ៉ៃបានចប់ហើយយប់នោះបានកន្លងផុតទៅហើយនៅពេលដែលអ្វីៗបានចប់សពគ្រប់មនុស្សគ្រប់គ្នាមិនបានគិតច្រើនទេប៉ុន្តែអ្វីដែលនៅសល់ពេលខ្ញុំចេញពីផ្ទះខ្ញុំបានឃើញថានៅតែមានស្នាមប្រឡាក់ឈាមនិងស្នាមជាំធ្ងន់នៅលើឥដ្ឋហើយរឿងមួយទៀតគឺរូបភាពរបស់នាងដើរដោយក្បាលចុះក្រោមវានៅតែដិតនៅក្នុងចិត្តខ្ញុំនៅពេលនោះខ្ញុំព្យាយាមបំភ្លេចចោលខ្ញុំបានលេងហ្គេមនេះហើយវាក៏ឮសំឡេងខ្លាំងៗជារៀងរាល់ថ្ងៃរហូតដល់មួយសប្តាហ៍កន្លងផុតទៅវាបានបង្ហាញថាវាបានកើតឡើងម្ដងទៀតលើកនេះខ្ញុំបានឮសំឡេងខ្លាំងៗដូចជាសំឡេងហ្វ្រាំងប៉ុន្តែវាជាការជន់ហ្វ្រាំងចម្ងាយខ្លី
ហើយក្នុងរយៈពេលប្រមាណវិនាទីក្រោយមកមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងពីលោហៈដែលមានន័យថាមានគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀតដូច្នេះខ្ញុំក៏បញ្ញាប់ឡើងហើយមើលទៅខាងក្រៅដូចធម្មតាអ្វីដែលខ្ញុំបានឃើញគឺម៉ូតូមួយគ្រឿងបើកបុកអគារមួយខ្ញុំមិនអាចមើលឃើញថាមានអ្វីកើតឡើងនោះទេប៉ុន្តែអ្វីដែលខ្ញុំបានឃើញគឺម្ដាយក្មេករបស់ខ្ញុំឈរនៅទីនោះកំពុងរត់មករកខ្ញុំមិនអាចតាមទាន់នាងបានទេរហូតដល់មកសន្ទុះក្រោយមករថយន្តទាំងនោះបានបើកកិច្ចបាត់ទៅខ្ញុំបានដើរតាមពួកគេដូច្នេះខ្ញុំបានឃើញថាក្រៅពីម៉ូតូដែលជាប់គាំងនៅក្នុងអគារនោះមានមនុស្សកម្ពស់50ម៉ែត្រម្នាក់ដែលស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំងណាស់រាងកាយរបស់គាត់ដូចជាតុក្កតាចាស់មួយឆ្អឹងរបស់គាត់ប្រហែលជាបាក់ហើយដោយសពមួយដងគាត់បានបាត់បង់ជីវិតយប់នោះបានកន្លងផុតទៅរហូតដល់មួយសន្ទុះក្រោយមកវាជាថ្ងៃមួយទៀតនៅថ្ងៃនោះប្រហែលម៉ោង11យប់ខ្ញុំបានអង្គុយក្នុងបន្ទប់ដដែលរហូតដល់មួយសន្ទុះខ្ញុំបានឮសំឡេងខ្លាំងមួយវាជាសំឡេងដែកប៉ះគ្នាហើយលើកនេះបន្ទាប់ពីដែកប៉ះគ្នាភ្លើងតាមដងផ្លូវក៏រលត់ទៅភ្លើងផ្ទះបានរលត់ទៅហើយមានសំឡេងផ្ទុះមួយគ្រាប់មានភ្លើងភ្លឹបភ្លែតហើយមានពន្លឺភ្លឺចែងចាំងនៅមុខផ្ទះដូច្នេះខ្ញុំក៏បញ្ញាប់ឡើងមើលខ្ញុំក៏អកឡើងលឿនតាមដែលអាចធ្វើទៅបានអ្វីដែលខ្ញុំបានឃើញគឺលើកនេះខ្ញុំបានវាយម្ដាយក្មេករបស់ខ្ញុំតែលើកនេះខ្ញុំបានឃើញឡានមួយគ្រឿងប៉ុន្តែវាមិនបានបុកបង្គោលភ្លើងដើមទេប៉ុន្តែវាបុកបង្គោលភ្លើងផ្លូវរហូតដល់ភ្លើងរលត់អស់រយៈពេលយូរហើយអ្នកបើកបរបានបាត់បង់ជីវិតបន្ទាប់ពីហេតុការណ៍នោះមនុស្សនៅក្នុងផ្ទះចាប់ផ្ដើមព្រួយបារម្ភអំពីអ្វីដែលបានកើតឡើងត្រឹមតែមួយរយៈពេលខ្លីប្រហែល1ខែនិង2ថ្ងៃក្រោយមកមនុស្ស3នាក់បានស្លាប់នៅមុខផ្ទះដូច្នេះជីដូនរបស់ខ្ញុំបាននិយាយថាយើងគួរតែធ្វើបុណ្យសម្រាប់ផ្ទះនោះប៉ុន្តែប៉ុណ្្នឹងហើយបន្ទាប់ពីជីដូនខ្ញុំនិយាយបែបនោះខ្ញុំក៏និយាយថាវាគ្មានប្រយោជន៍ទេហេតុអ្វីយើងត្រូវខ្ជះខ្ជាយលុយកាលពីឆ្នាំមុនយើងទើបតែធ្វើវាបានមនុស្សទាំងនេះបើកបរលឿនហើយរស់នៅដោយមិនប្រុងប្រយ័ត្នពួកគេធ្វេសប្រហែសហើយចូលចិត្តជន់ឈ្លីលបឿនខ្ញុំនឹងទៅប៉ុស្តិ៍ប៉ូលីសហើយសុំឲ្យពួកគេជួសជុលបង្គោលភ្លើងវាគួរតែដោះស្រាយបញ្ហាវាគ្មានប្រយោជន៍ទេអ្នកមិនជឿអ្វីទាំងអស់បន្ទាប់ពីនោះពេលវេលាបានកន្លងផុតទៅខ្ញុំចាំថាវាមានរយៈពេលប្រហែល6ថ្ងៃបន្ទាប់ពីឧបទ្ទហេតុចុងក្រោយនៅថ្ងៃនោះខ្ញុំបានចេញទៅធ្វើជំនួញជាមួយឪពុករបស់ខ្ញុំបានទៅជួបមិត្តភ័ក្តិរបស់គាត់ហើយបាននិយាយជាមួយមិត្តភ័ក្តិរបស់គាត់ដែលជាមន្ត្រីប៉ូលីសនៅតាមផ្លូវត្រឡប់មកវិញមិត្តភ័ក្តិរបស់ឪពុកខ្ញុំបានទុកឯកសារមួយសម្រាប់ជីដូនរបស់ខ្ញុំដែលជាមិត្តភ័ក្តិម្នាក់ទៀតរបស់ឪពុកខ្ញុំរបស់ខ្ញុំបានទទួលឯកសារនោះហើយបានប្រាប់មិត្តភ័ក្តិរបស់គាត់ថាគាត់នឹងយកវាទៅឲ្យជីដូនផ្ទះជីដូនរបស់ខ្ញុំនៅជិតផ្ទះរបស់យើងវាមានចម្ងាយត្រឹមតែពី3គីឡូម៉ែត្រប៉ុណ្ណោះឬមិនជិតដល់ផងវាមិនមែនជារឿងធំដុំអ្វីទេដូច្នេះឪពុកខ្ញុំសប្បាយចិត្តដែលបានមើលថែវានៅយប់នោះពេលឪពុកខ្ញុំបើកឡានត្រឡប់មកវិញគាត់បានបើកឡានកាត់ផ្ទះរបស់គាត់ហើយស្ដាប់ចុះនៅពេលនោះពេលឪពុកខ្ញុំកំពុងបើកឡានខ្ញុំបានឃើញស្ត្រីម្នាក់ឈរនៅមុខផ្ទះដូចជាកំពុងព្យាយាមបញ្ឈប់នាងដំបូងឡើយខ្ញុំគិតថាវាជាឪពុកឬម្ដាយរបស់ខ្ញុំប៉ុន្តែវាមិនមែនទេពេលឪពុកខ្ញុំបើកឡានកាត់ខ្ញុំបានឃើញស្ត្រីនោះជាស្ត្រីគ្មានក្បាលខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ប៉ុន្តែវាមិនមែនជាស្ត្រីគ្មានក្បាលទេនាងមានក្បាលប៉ុន្តែក្បាលរបស់នាងបែរចុះក្រោមពេលឪពុកខ្ញុំមិនឈប់គាត់កាន់តែខឹងកាន់តែខ្លាំងឡើងជាចុងក្រោយពេលឡានហៀបនឹងវ៉ាដាច់ស្ត្រីនោះបានទាញក្បាលចេញពីកក់ហើយបុកចំហៀងឡានសម្លេងនោះខ្លាំងមែនទែនឡានហៀបនឹងផ្ទុះខ្ញុំមានការតក់ស្លុតហើយឪពុកខ្ញុំក៏មានការតក់ស្លុតដែរគាត់បានសួរខ្ញុំថាឪពុកខ្ញុំបានបុកអ្វីហើយបានមើលក្នុងកញ្ចក់ច្រើនដងប៉ុន្តែខ្ញុំមិនអាចមើលឃើញអ្វីដែលឪពុកខ្ញុំបានបុកនោះទេខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំប្រកាសថាវាជាគ្រោះថ្នាក់ចរាចរណ៍ឡាននោះពេញទៅដោយមនុស្សពេលខ្ញុំងាកមកខ្ញុំឃើញថាក្បាលរបស់នាងនៅចំកណ្ដាលផ្លូវហាក់ដូចជាវាបានបុកចំហៀងឡានរួចរមៀលចេញទៅនៅពេលនោះឪពុកខ្ញុំហៀបនឹងឈប់ប៉ុន្តែខ្ញុំបានប្រាប់គាត់កុំឲ្យឈប់កុំឈប់ទុកឲ្យឡានឆ្លងកាត់ជាសំណាងល្អឪពុករបស់ខ្ញុំមិនមែនជាមនុស្សរឹងរូសដែលចូលចិត្តរកបញ្ហាសម្រាប់ខ្លួនឯងនោះទេគាត់គ្រាន់តែបន្តបើកបររហូតដល់គាត់ទៅដល់ផ្ទះមិត្តភ័ក្តិរបស់គាត់ឪពុករបស់ខ្ញុំបានសួរថាតើឪពុករបស់ខ្ញុំបានបុកឆ្កែឬអត់បើដូច្នោះមែនគាត់នឹងយកវាទៅជួបគ្រូពេទ្យដូច្នេះខ្ញុំបាននិយាយថាទេប៉ុន្តែឪពុកខ្ញុំបានវាយក្បាលមនុស្សម្នាក់ឪពុកខ្ញុំបាននិយាយថាសុំទោសលេងសើចមែនទេប៉ុន្តែខ្ញុំបាននិយាយថាវាជាការពិតនេះមិនមែនជារឿងលេងសើចទេហើយពេលកិច្ចការចប់ឪពុកខ្ញុំបានបើកឡានទៅផ្ទះហើយនៅតាមផ្លូវត្រឡប់ទៅផ្ទះវិញខ្ញុំគិតថាប្រសិនបើខ្ញុំជួបគាត់ម្ដងទៀតតើខ្ញុំនឹងធ្វើអ្វីឬគ្រាន់តែបិទភ្នែកហើយនៅពេលដែលឪពុកខ្ញុំបន្តបើកបរគាត់បានបត់ត្រឡប់ទៅម្ខាងផ្ទះវិញហើយពេលគាត់មកដល់គាត់និយាយថាខ្ញុំបានឃើញគាត់ម្ដងទៀតហើយលើកនេះគាត់កំពុងឈរនៅកណ្ដាលផ្លូវហើយរបៀបដែលគាត់ឈរខ្ញុំបានឃើញគាត់លុតជង្គង់លូកដៃទៅខាងមុខហើយដើរចេញនៅកណ្ដាលផ្លូវដោយគ្មានក្បាលវាដូចជាគាត់កំពុងអោនចុះដើម្បីព្យាយាមរកក្បាលខ្លួនឯងនៅពេលនោះព្រះអាទិត្យជិតលិចហើយពេលខ្ញុំមើលគាត់មិនឃើញខ្ញុំគ្រាន់តែអង្គុយនៅទីនោះដោយដៃរបស់ខ្ញុំនៅលើកៅអីរហូតដល់ស្បែករបស់ខ្ញុំស្ទើរតែលហែកហើយនៅពេលនោះពេលឪពុកខ្ញុំបន្ថយល្បឿនដើម្បីបត់ទៅផ្ទះខ្ញុំឃើញថាមានឡាន2គ្រឿងវាប្រហែលជាឡានជួលមួយគាត់បានបើកឡានឡើងតាមកន្លងខាងស្ដាំយ៉ាងលឿនហើយពេលភ្លើងស្តុបភ្លឺឡើងឡាននោះបានជន់ហ្វ្រាំងមុនពេលវាបុកចំកណ្ដាលផ្លូវរួចបុកដើមឈើនៅម្ខាងទៀតខ្ញុំនិងឪពុករបស់ខ្ញុំបានឃើញផ្ទាល់ភ្នែកថារថយន្តបានចាប់ហ្វ្រាំងយ៉ាងលឿនហើយមានគ្រោះថ្នាក់ដ៏គួរឲ្យភ័យខ្លាចមួយតាមទស្សនៈរបស់ឪពុកខ្ញុំគាត់ឃើញតែហ្វ្រាំងរថយន្តប៉ុណ្ណោះប៉ុន្តែតាមទស្សនៈរបស់ខ្ញុំបានឃើញរថយន្តនោះបានបុកស្ត្រីម្នាក់ដែលកំពុងឈរនៅទីបំផុតមានអ្នកស្លាប់2នាក់ទៀតដែលមានន័យថាមានសាកសពសរុបចំនួន5នាក់រួមទាំងស្ត្រីទី1ផងដែរហើយនៅពេលដែលសាកសពទី5ត្រូវបានរកឃើញឪពុករបស់ខ្ញុំបានធ្វើបុណ្យទានហើយសាច់ញាតិបានជួយគ្នាសូត្រមន្តព្រះពុទ្ធរូបនិងធ្វើពិធីផ្សេងៗស្របតាមជំនឿនៃព្រះពុទ្ធសាសនា4ថ្ងៃក្រោយមកវាគឺថ្ងៃត្រង់ពេលខ្ញុំកំពុងញ៉ាំអាហារខ្ញុំបានឮសំឡេងមួយដែលស្ដាប់ទៅដូចជាសំឡេងខ្លាំងហើយវាកាន់តែខ្លាំងឡើងច្រើនដងប៉ុន្តែលើកនេះវាមិនមែនជាសំឡេងគ្រោះថ្នាក់ឬគ្រោះ
ថ្នាក់ចរាចរណ៍ទេប៉ុន្តែវាស្ដាប់ទៅដូចជាមាននរណាម្នាក់កំពុងវេអ្វីមួយដោយញញួរធំមួយនៅមុខផ្ទះដូច្នេះខ្ញុំក៏ងើយមុខឡើងហើយឃើញថានៅពីមុខផ្លូវមានមនុស្សឈួតម្នាក់កំពុងប្រើញួរវាបង្គោលភ្លើងនៅពេលនោះខ្ញុំបានឃើញគាត់កំពុងដើរចេញមកជាមួយស្ត្រីចំណាស់ម្នាក់ឈរនៅពីមុខគាត់ហើយគាត់បានស្រែកសួរថាតើអ្នកកំពុងធ្វើអ្វីហេតុអ្វីបានជាអ្នកវាបង្គោលភ្លើងនៅមុខផ្ទះខ្ញុំហើយអ្នកដឹងទេមនុស្សឈួតនោះបាននិយាយថានេះអាក្រក់ណាស់វាអាក្រក់ណាស់វាធ្វើឲ្យមនុស្សស្លាប់ប៉ុណ្ណឹងហើយខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់អ្វីច្បុកច្បល់អស់បន្ទាប់មកខ្ញុំបានទូរស័ព្ទទៅប៉ូលីសបានមកបញ្ឈប់ខ្ញុំព្រោះវាហាក់ដូចជារឿងធំមួយពេលយើងនិយាយគ្នាម្ដងទៀតប៉ូលីសក៏បានមកនិយាយជាមួយខ្ញុំដែរពួកគេបាននិយាយថាពួកគេនឹងព្យាយាមស្វែងរកគ្រូពេទ្យឬបូជាចារ្យដើម្បីធ្វើពិធីសាសនាសម្រាប់ខ្ញុំយ៉ាងហោចណាស់ក៏ដើម្បីភាពសុខស្រួលរបស់ខ្ញុំដែរចំពោះបង្គោលភ្លើងវិញពួកគេបានសុំវារហូតដល់2-3ថ្ងៃក្រោយមកពួកគេបានធ្វើពិធីមួយវាពិតជារញ៉េរញ៉ៃណាស់មានការអធិស្ឋាននិងការគោរពបូជារហូតដល់យប់ជ្រៅខ្ញុំសប្តិឃើញស្ត្រីម្នាក់ដើរចូលក្នុងផ្ទះរបស់ខ្ញុំពេលនាងមកដល់នាងនិយាយថាគ្មានអ្នកណាឃើញខ្ញុំទេខ្ញុំជួយចាប់ណាស់សូមឲ្យខ្ញុំជួយនាងផងខ្ញុំភ្ញាក់ពីដំណេកពេលខ្ញុំភ្ញាក់ពីដំណេកភ្លាមខ្ញុំក៏នឹកឃើញមែនហើយនាងគឺជាស្ត្រីដដែលដែលខ្ញុំធ្លាប់បានឃើញពីមុននៅពេលដែលគ្រោះថ្នាក់បានកើតឡើងនិងនៅពេលដែលនាងមកជួយហើយដាក់ក្បាលរបស់នាងនៅក្នុងឡានរបស់ឪពុកខ្ញុំនាងជាស្ត្រីដដែលហើយអ្នកដឹងទេនៅក្នុងពិធីថ្ងៃនោះមុនពេលនាងមកលេងខ្ញុំនាងជាអ្នកដែលបានធ្វើពិធីនោះនាងបានធ្វើពិធីនោះហើយបានធ្វើការបួងសួងនៅលើបង្គោលភ្លើងនិងបង្គោលភ្លើងដោយនិយាយថានាងនឹងបោះវិញ្ញាណឬស្ត្រីឬអ្វីក៏ដោយនៅលើបង្គោលភ្លើងហើយប៉ុណ្្នឹងហើយនោះប្រហែលជាមូលហេតុដែលនាងមកលេងខ្ញុំនៅថ្ងៃនោះហើយនិយាយថាគ្មាននរណាឃើញនាងទេហើយចាប់តាំងពីថ្ងៃនោះមកមិនថាជឿឬមិនជឿទេក៏លែងមានគ្រោះថ្នាក់ទៀតដែរអ្វីបានវិលមករកភាពប្រក្រតីវិញខ្ញុំគិតថាវាទាំងអស់បានកើតឡើងដោយសារតែស្ត្រីដំបងដែលបានមកធ្វើពិធីនេះហើយបានបោះវិញ្ញាណក្ខន្ធនៅបង្គោលភ្លើងដែលខ្ញុំធ្លាប់បានឃើញពីមុនហើយបានបញ្ចប់នៅទីនេះខ្ញុំមិនដឹងថាវាកើតឡើងដោយរបៀបណានិងហេតុអ្វីបានជាវាមិនកើតឡើងហើយបណ្ដាលឲ្យមានគ្រោះថ្នាក់នោះទេឬមួយក៏អាចទៅរួចដែលថានាងមិនមានបំណងធ្វើវាទេប៉ុន្តែតាមពិតនាងមិនមានកន្លែងទៅទេដូច្នេះនាងបានហៅមនុស្សដែលបានឃើញនាងប៉ុន្តែចាប់ពីពេលនោះមកមនុស្សដែលភ័យខ្លាចនឹងជួបគ្រោះថ្នាក់មានសំណាងណាស់ព្រោះឪពុកខ្ញុំមិនមានបានបើកបរបើមិនដូច្នោះទេខ្ញុំនិងឪពុករបស់ខ្ញុំអាចនឹងស្លាប់នៅថ្ងៃនោះជាអកុសលអ្នកដែលជួបគ្រោះថ្នាក់ទាំងអស់មិនដែលរស់រានមានជីវិតឡើយសូមអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកពីអ្វីដែលខ្ញុំចង់ដឹងពីអ្វីដែលពួកគេបានឃើញតើពួកគេបានឃើញស្ត្រីម្នាក់កាន់ដៃនាងហើយអង្រួនក្បាលទេប៉ុន្តែជាក់ស្ដែងជនរងគ្រោះទាំងអស់មិនមានគ្រោះថ្នាក់ទេរហូតមកដល់សប្តាហ៍ថ្ងៃនេះខ្ញុំមានអាយុជាង30ឆ្នាំហើយបង្គោលភ្លើងនៅតែនៅទីនោះវានៅតែនៅម្ខាងផ្លូវបង្គោលភ្លើងនៅបើកនៅឡើយខ្ញុំគ្រាន់តែបារម្ភពីបង្គោលចាស់ហើយខ្ញុំកាន់តែចាស់ទៅ